ប្រតិបត្តិព័ត៌មានរបស់ក្រសួងធនធានទឹកនៅអូតូនិយមស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី11ខែមីនា ឆ្នាំ2026របបខ្យល់មូសុងអេសានដែលបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គនិងសមុទ្រកម្ពុជាមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី11ដល់ថ្ងៃទី13ខែមីនា ឆ្នាំ2026 1. តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូរមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តបាត់ដំបងពោធិ៍សាត់និងតាកែវអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះក្របដណ្ដប់លើផ្ទៃដី 10% ចំណែកខេត្តបន្ទាយមានជ័យសៀមរាបព្រៃវែងកំពង់ធំកំពង់ឆ្នាំងកំពង់ចាមត្បូងឃ្មុំកណ្ដាលស្វាយរៀងនិងរាជធានីភ្នំពេញពុំមានភ្លៀងធ្លាក់ទេ 2. តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា22អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់មកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺនិងប៉ៃលិនអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះក្របដណ្ដប់លើផ្ទៃដី 10% ចំណែកខេត្តឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញពុំមានភ្លៀងធ្លាក់ទេ 3. តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះក្របដណ្ដប់លើផ្ទៃដី 15% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា50សង់ទីម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនៅអូតូនិយមថ្ងៃទី11ខែមីនា ឆ្នាំ2026សូមអរគុណ